សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីឆាម្រះព្រៅសាច់គោជាដំបូងខ្ញុំដាក់ប្រេងឆាហើយដាក់បំពងខ្ទឹមឲ្យវាឡើងក្រហមល្អឲ្យវាមានក្លិនឈ្ងុយហើយបន្ទាប់មកខ្ញុំដាក់ខ្ទឹមក្រហមចូលបន្ទាប់ពីរំលីងខ្ទឹមក្រហមមួយខ្ទឹមសរបស់យើងឡើងឈ្ងុយបន្តិចហើយខ្ញុំដាក់សណ្តែកគួរបន្ទាប់មកខ្ញុំដាក់ស្ករក្រហមចូលតាមពិតទៅត្រូវកូរជាមួយនឹងខ្ទឹមប៉ុន្តែដោយសារតែខ្ញុំភ្លេចអញ្ចឹងហើយបានដាក់ក្រោយទៅបើបងប្អូនបានរំលីងជាមួយខ្ទឹមសទៀតកាន់តែឈ្ងុយបន្ទាប់មកខ្ញុំចាក់ទឹកត្រីបន្តិចដើម្បីឲ្យស្ករក្រហមរបស់យើងវារលាយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបប៊ីចេងបន្តិចបន្ទាប់មកខ្ញុំកូរវាឲ្យវាចូលជាតិគ្នាហើយដាក់ប្រេងខ្យងបន្តិចបងប្អូនលៃឡូគ្រឿងទេសតាមចំណង់ចំណូលចិត្តថាបងប្អូនចូលចិត្តគ្រឿងដិតឬក៏ល្មមចឹងបងប្អូនបន្ទាប់មកខ្ញុំដាក់សាច់គោក្រោយដោយសារតែរាល់ពេលដែលឆាសាច់គោឬធ្វើសាច់គោខ្ញុំចូលចិត្តដាក់ក្រោយគេព្រោះថាដាក់មុនខ្លាចវាស្វិតចឹងបងប្អូនហើយសម្រាប់ម្ហូបមួយមុខនេះខ្ញុំចូលចិត្តរសជាតិដិតហើយមានរសជាតិហឹរប៉ុន្តែដោយសារតែប្តីខ្ញុំគាត់អត់ចេះហឹរអញ្ចឹងហើយខ្ញុំត្រូវឆាហើយបានរំលែកគ្នាតាមក្រោយរំលែកពាក់កណ្ដាលហើយចាំដាក់ម្ទេសតាមក្រោយដោយសារតែគាត់អត់ចេះម្ទេសអញ្ចឹងបើបងប្អូនបានរំលីងម្ទេសខ្ទឹមសខ្ទឹមក្រហមជាមួយគ្នាកាន់តែឈ្ងុយទៀតហើយបងប្អូនកុំភ្លេចដាក់ម្រះព្រៅផងបងប្អូនដាក់ម្រះព្រៅទៅវាឈ្ងុយវាស្តៀងតែឆាក្តៅដែរគ្រាន់តែយើងអត់ដាក់រំដេងស្លឹកក្រូចស្លឹកគ្រៃអញ្ចឹងបងប្អូនយើងធ្វើបែបងាយៗលឿនបើបងប្អូនអត់ចូលចិត្តហឹរទេបងប្អូនអត់ដាក់ដូចជាប្តីខ្ញុំក៏បានដែរបងប្អូនតែបងប្អូនលៃឡូគ្រឿងទេសតាមចំណង់ចំណូលចិត្តទៅបានហើយនេះខ្ញុំចាប់ផ្ដើមដាក់ម្ទេសតាមក្រោយហើយរាល់ពេលធ្វើម្ហូបដែលមានរសជាតិហឹរគឺត្រូវតែរំលែកជាពីរព្រោះតែចំណង់ចំណូលចិត្តគ្រួសារនេះគឺអត់ដូចគ្នាទេខុសគ្នារឿងមួយហ្នឹងគឺរឿងម្ទេសហ្នឹងអត់ចេះត្រូវគ្នាទេគឺរំលែកជាពីរទៅនេះយើងធ្វើហើយតំណងបងប្អូនបើសិនជាបងប្អូនមានវិធីសាស្ត្រណាដែលល្អជាងហើយមានរសជាតិឆ្ងាញ់ជាងបងប្អូនអាចចែករំលែកបានសូមអរគុណ